ខ្លាចខ្មោចព្រាយបៃសាចលឺឈ្មោះខ្លាចកិច្ចអស់បើរឿងអាចអវេទមន្តក្បាច់គុណបុរាណខ្មែរបើរឿងអាចអវេទមន្តក្បាច់គុណបុរាណខ្មែរពុកដូងជូនម៉ែកាយបកជុំគង់ហោះអ្នកវត្តកន់ទុយស៊ីលុយដាច់ត្រង់ស្រង់ចាំងគ្មានចង់ឡោបងពូកែអស់ចាតែរឿងអាចអប្រពន្ធឲ្យតែលឺសំលេងតែរឿងអាចអប្រពន្ធឲ្យតែលឺសំលេងអាចរៀបឲ្យធេងភ័យរត់ឲ្យឆ្លេឆ្លាឆ្វេងឆ្វេងតាមមិនហ៊ាននៅតវ៉ាខ្លាចបងដូចខ្លាចស្ដីថាមិនហ៊ានតគ្រាន់តែអើយអមាញ់ចូលសន្ធោធ្វើរឹកគ្រាន់តែអើយអមាញ់ចូលសន្ធោធ្វើរឹកគ្រាន់ណែថ្ងៃមុនខ្ញុំទាន់ប្រពន្ធវាយជន់កថ្ងៃឃើញតែបោកខោអាដាំស្លោអ្នកភីរាំងស្ដីល្អត្រូវចេះជួយប្រពន្ធក៏ហងហើយអោគេបានក៏ហងខ្ញុំយ៉ាប់ហើយអ្នកក៏ហងហើយអោគេបានក៏ហងខ្ញុំយ៉ាប់ហើយខ្លាចប្រពន្ធមិនឲ្យទៅជួយឲ្យរែកគុណខ្លាចរៀបឲ្យធេងនៅមុខម៉ែប្រពន្ធផ្លិចអង្គក្បាច់គុណវេទមន្តគ្រូតូចធំអូនឯងឃើញគេបោកកៅអៅស្លពីកាលតាមពិតមិនជួយពុនខ្ញុំទេមកហើយណាំខ្លាចប្រពន្ធខ្ញុំจะโดนមួយតោមើលរឹកហើយអរៀងបងទំនងជាជើងខ្លាំងមើលរឹកហើយអរៀងបងទំនងជាជើងខ្លាំងណែអ្នកមានកម្លាំងមកមានអំណាចនិយាយមិនអួតទេអ្នកណាអីក៏ខ្លាចខ្មោចព្រាយបៃសាចលឺឈ្មោះខ្លាចកិច្ចអស់បើរឿងណាអវេទមន្តក្បាច់គុណបុរាណខ្មែរបើរឿងហើយអវេទមន្តក្បាច់គុណបុរាណខ្មែរពុះដូងជូនម៉ែកាយបកជង្គង់ហោះអ្នកវត្តអីកន់ទុយស៊ីលុយដាច់ត្រង់ស្រស់ចាំងគ្មានចន្លងបងពូកែអស់ចាឯរឿងហើយអប្រពន្ធឲ្យតែលឺសំលេងឯរឿងហើយអប្រពន្ធឲ្យតែលឺសំលេងខ្លាចរៀបឲ្យធេងភ័យរត់ទីឆ្លេឆ្លាឆ្វេងឆ្វេងតាមមិនហ៊ានអតវ៉ាខ្លាចបងដូចខ្លាស្ដីថាមិនហ៊ានតគ្រាន់តែអើយអមាញ់ចូលសន្ធោធ្វើរឹកគ្រាន់តែអើយអមាញ់ចូលសន្ធោធ្វើរឹកគ្រាន់ថ្ងៃមុនខ្ញុំទាន់ប្រពន្ធវាយជន់កថ្ងៃឃើញតែបោកខោអាដាំស្លោភីរាំងប្ដីល្អត្រូវចេះជួយប្រពន្ធ